សំបីថៃមានអីថៃជាជនជាតិភាគតិចមកពីចិនដែរណាមកពីទល់ដែនចិននេះមកពីស្អីទៅណាគេផ្លេចដែរជាដែនចិនពួកអន្តោប្រវេសន៍ទេចង់មកនៅមកពីយូណានជនជាតិភាគតិចកលសម្ព័ន្ធមនុស្សខែលខូចទេមកនៅលើទឹកដីហ្នឹងទឹកដីមនទឹកដីខ្មែរថៃមានប្រទេសណាថៃមកពង្រីកខ្លួនយកភាសាខ្មែរយកប្រពៃណីវប្បធម៌ខ្មែរយកសាសនាខ្មែរយកទៅគោរពបដិបត្តិពេញស្រុករីកចម្រើនរបស់ខ្មែរទាំងអស់ទេណាថៃចិនទេណានឹងប្រពៃណីទៅនេះទៅលើចិនទេមានតែប្រពៃណីសហគមន៍ខ្មែរទាំងអស់នេះទៅជាអាណាចក្រមួយធំធេងមានឥទ្ធិពលខ្លាំងក្លាមានប្រជាពលរដ្ឋច្រើនជាងខ្មែរយ៉ាងទៅទៀតដូចថៃគេសារភាពថាអក្សរភាសាវប្បធម៌សាសនាអសសិល្បៈសត្វផលខ្មែរទាំងអស់ទេគេប្រាប់អញ្ចឹងគេយកទៅសិក្សារៀនសូត្រអក្សរគេទៅក្នុងកែបង្កើតអក្សរថៃចឹងក្រោយទេគម្ពីរដីកាបាលីឯនៅស្រុកថៃសិតតែអក្សរខ្មែរទាំងអស់នៅសំជំរាបអញ្ចឹងសម្លៀកបំពាក់ដែលជាប្រពៃណីរបស់ជាតិនេះរលុបបាត់ទៅកាន់តែជ្រៅទៅសប្តាហ៍ថ្ងៃនេះងាកមើលទៅក្នុងសង្គមខ្មែរយើងនេះបាត់បង់អស់ទំនៀមទម្លាប់ប្រពៃណីអរិយធម៌វប្បធម៌គ្រឿងអលង្ការតុបតែងរាងកាយជាដើមរលុបបាត់អស់ម្ល៉េះហើយអាត្មាភាពមានសេចក្តីសោកស្ដាយកើតសេចក្តីសង្វេគយ៉ាងខ្លាំងដោយយល់ឃើញថាជាតិទាំងអស់នៅលើសកលលោកជាតិណាក៏ដូចជាជាតិណាមានអក្សរសាស្ត្រភាសាទំនៀមទម្លាប់ប្រពៃណីសិល្បៈដូរតន្ត្រីសម្លៀកបំពាក់សពបែបយ៉ាងទាំងអស់ជាគ្រឿងអលង្ការរបស់ជាតិខ្លួនមួយនោះជនជាតិខ្លះគេថែរក្សាបានប្រពៃណីគេនោះដូចជាពួកភូមិមីយ៉ាន់ម៉ាហ្នឹងឃើញគេនៅរក្សាបានច្រើនប្រពៃណីទំនៀមទម្លាប់ទាំងនារីទាំងបុរសហ្នឹងនៅឥណ្ឌាក៏រក្សាបានច្រើនដែរប៉ុន្តែសម្រាប់ខ្មែរយើងដូចជារលុបបាត់បង់អស់ច្រើនបើជនជាតិឡាវនៅច្រើនដែរប្រពៃណីទំនៀមទម្លាប់គេហ្នឹងសម្លៀកបំពាក់គេនោះអាត្មាភាពកើតសង្វេគនឹកសំណោះបើនឹកគិតពិចារណាមែនទែនទៅចង់ស្រក់ទឹកភ្នែកដោយមិនបាច់ខំទេអាត្មាជាអ្នកបួសមួយរូបដែលស្រឡាញ់ទំនៀមទម្លាប់ប្រពៃណីវប្បធម៌របស់ជាតិអ្វីដែលបាត់បង់អស់សម័យឆ្នាំ75មកដល់79ដែលយ៉ាងសិល្បៈក៏ប្រពៃណីភ្លេងដូនតន្ត្រីអីអាត្មាបានខំស្រាវជ្រាវរាវបង្កើតមកវិញបានដែលជាគេមរតកនៅក្នុងខេត្តសៀមរាបដូចជាសិល្បៈស្បែកធំស្បែកតូចភ្លេងពិណពានភ្លេងប្រពៃណីមហោរីភ្លេងត្រាមីងកណ្ដោសពអីហ្នឹងបានធ្វើបានស្រង់អាយុជីវិតពួកនឹងឲ្យរស់ឡើងនៅលើទឹកដីកម្ពុជានេះមុនគេទាំងអស់ក្នុងប្រជាណាចក្រកម្ពុជាដោយសារការស្រឡាញ់ប្រពៃណីទំនៀមទម្លាប់របស់ជាតិហ្នឹងតែសម្រាប់ញោមញាតិពុទ្ធបរិស័ទគ្រប់គ្នាទាំងអស់ហាក់ដូចជាមិននឹកឃើញហាក់ដូចជាអត់បាននឹកឃើញទេពីប្រពៃណីទំនៀមទម្លាប់របស់ជាតិយើងហ្នឹងជាពិសេសគឺសម្លៀកបំពាក់ជាដើមនេះបាត់អស់ទាំងអស់ទាំងនារីទាំងបុរសទាំងស្ត្រីទាំងប្រុសហ្នឹងបាត់បង់អស់លីខាងប្រុសទទួលយកវប្បធម៌របស់ចិនខ្មែរយើងទាំងស្រីទាំងប្រុសស្លៀកសំពត់ទាំងអស់វប្បធម៌របស់ចិនគឺស្លៀកខោចិនបុរាណគេហៅខោចិនអាវចិនហៅត្រង់យ៉ាងណាមកដល់មកក្រោយមកគេសម័យហ្នឹងគេហៅខោចិនអាវចិននេះគេហៅខោចង្កេះបើខោនោះគេមានដេកចង្កេះជាប់ចង្កេះឬគេហៅខោធ្នេ4មានធ្នេ4អញ្ចឹង
ដល់សប្តាហ៍នេះគេហៅថាខោចែវផ្លាស់ឈ្មោះទៅខោចែវវិញអានឹងសម្លៀកបំពាក់របស់ចិនដែរទាំងអាវក៏ផោះចិនទាំងខោក៏ផោះចិនបាត់អីសម្ពត់ឯនឹងអស់ទៅដល់រលងពីនឹងមកវាបាត់ខោចិនអាវចិននឹងអស់ទៅទៀតទៅជាខោទទួលយកវប្បធម៌អឺរ៉ុបខោជើងវែងជើងខ្លីអាវបើកនេះបារាំងខោជើងវែងថាប៉ងតាឡុងអាវបើកក៏សមីបើកឥឡូវនៅពួកអឺរ៉ុបអត់អ្វីជារបស់ខ្លួនបាត់អស់លេងសូនញោមខាងស្ត្រីហ្នឹងក៏អញ្ចឹងដែរបាត់អស់លេងអាត្មាតែងធ្វើដំណើរទៅតាមទីក្រុងទៅឲ្យមើលទៅវាមិនមែនជាខ្មែរទៅឃើញជនជាតិសម្លៀកបំពាក់បរទេសទាំងអស់ស្មានតែនារីពួកអឺរ៉ុបពួកស្អីបងវាបាត់ភេទជាខ្មែរអស់ដោយសារសម្លៀកបំពាក់ហ្នឹងយកអាយុជីវិតទៅការពីទៅអីស្អាតទៅជាបរិគាត់ម៉ែមកក្រុមគឺនេះអើយបានសោកស្រួលស្អាតទៅនេះព្រោះពេលនេះត្រូវទីឡើយជាសាច់ស្រស់ជាស្រស់ជាបរិទ្ធនឹងប្រសំទាំងអស់ខាងនោះមិនចឹងទេសាច់មិនចឹងទេបានសោកស្រួលឯសាពុទ្ធិកម្មបានជាមានសេចក្តីនឹករលឹកសំណងណាស់ស្រួលជួបគ្រួសារសង្ឃនៅស្រួលកងក្នុងវត្តមានទីគង់ពីងតិចអើយមកផ្សេងមានសិនវិជ្ជាចាំហើយទីនៅកងពីងពីផ្ទៃក្នុងព្រឹកតិចអើយប៉ុន្តែទីកងពីងវាដាក់3គ្រាប់ហើយ4គ្រាប់ពីសាស្អយល់ហ៎វាទាំងដៃប្រទេសជាតិទៀតពីរបស់ខ្មែរមានវិសាលភាពធំទូលំទូលាយណាស់ពីអតីតយ៉ាងណាសមាធិឃើញពួកវិសាលពីឯខ្មែរនៅឥឡូវទល់ហ្នឹងលេសាលោកអង្គស្រុកភូមិមានយើងទល់នឹងចិត្តការទល់នឹងចម្បាទៅចាមបងទល់នឹងម៉ាឡេហើយជួបសមុទ្រមានវិសាលភាពទូលំទូលាយแล้วអស់នេះវិសាលเราคือเสียมเฉลี่ยเปลี่ยนเสียมมันเงินกำนาเราเลือกใดได้มองอีเจนอุดนังอายุนานเจนเจาะอันต่อเขาไปเจาะเจ้าเมาก็รำลูกรันเยอะตึกใดบอนแม่เลี้ยวโดยเป็นเจียนคือเตอตึกใดแม้ปัดบ้องcòn nâu tốt một nhầm nhà cần mơแล้วข้างแรกนี่เรามาลอยใส่สับกิโลปล่อยแปดไปปีปล่อยแปดตัวตุนเลซาหรืออ้อมชี้ก็นอนหลอกมองวันนี้จะอ่อน